នៅថ្ងៃទី28ខែមីនាឆ្នាំ2025មានគ្រោះរញ្ជួយដីកម្រិត 7.7 Richter កើតឡើងនៅប្រទេសមីយ៉ាន់ម៉ាកម្លាំងញ័ររញ្ជួយបានប៉ះពាល់ដល់ប្រទេសថៃនិងប្រទេសជិតខាងផ្សេងទៀតនៅប្រទេសថៃគ្រោះរញ្ជួយដីនេះបានបណ្ដាលឲ្យអគារខ្ពស់មួយនៅទីក្រុងបាងកកដួលរលំបច្ចុប្បន្ននេះមានការបារម្ភថាអាចមានពលករខ្មែររងគ្រោះក្នុងព្រឹត្តិការណ៍នេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជូនដំណឹងថាមានពលករខ្មែរមួយរូបមានឈ្មោះថាមាសសាវ៉ាងអាយុ23ឆ្នាំដែលស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃបច្ចុប្បន្ននេះអាជ្ញាធរថៃបានបញ្ជាក់ថាប្រទេសថៃមិនទទួលឥទ្ធិពលក្រោយគ្រោះរញ្ជួយដីទៀតទេនាយករដ្ឋមន្ត្រីថៃលោកស្រីហែថងថានស៊ីនវត្រាបានប្រកាសថាគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅប្រទេសមីយ៉ាន់ម៉ាមិនមានឥទ្ធិពលមកលើប្រទេសថៃទៀតនោះទេ